ធ្លាប់តែឮចាស់ៗនិយាយតៗគ្នានេះហើយរុក្ខជាតិផ្ការ៉ាំទឹកក្រមត្រូវក្រុមពាណិជ្ជរកឃើញក្នុងទឹកដីខេត្តកំពតស្អាតប្លែកភ្នែកណាស់ជារឿងដ៏គួរឲ្យរំភើបនិងគួរឲ្យចាប់អារម្មណ៍ដោយការពីមួយឆ្នាំមុនពោលគឺនៅថ្ងៃទី01ខែធ្នូឆ្នាំ2024ក្រុមការងារពលនិចរបានបង្ហាញពីការរកឃើញរុក្ខជាតិកម្ររំយ៉ាងឈ្មោះផ្ការ៉ាំទឹកក្រមនៅភ្នំក្បាលរមាសក្នុងឃុំត្រពាំងព្រេងស្រុកទឹកឈូខេត្តកំពតខណៈរុក្ខជាតិដែលបានប្រទះឃើញនេះផងដែរគឺមានដុះចេញពីប្រហោងល្អាងថ្មនៃឈើជាច្រើនសូមបញ្ជាក់ដែរថារុក្ខជាតិផ្ការ៉ាំទឹកក្រមជាប្រភេទរុក្ខជាតិកម្រដែលមិនងាយនឹងបានឃើញនឹងជួបប្រទះព្រមទាំងជារុក្ខជាតិក្នុងរឿងព្រេងនិទានខ្មែរដែលគេធ្លាប់និយាយថាផ្ការ៉ាំទឹកក្រមមានដុះតែនៅភ្នំខ្មោចខេត្តពោធិ៍សាត់តែចម្លែកត្រូវបានក្រុមការងារពលនិចររកឃើញក្នុងខេត្តកំពតដែលបន្ទាប់ពីបានរកឃើញក្រុមការងារក៏បានជូនដំណឹងទៅមន្ទីរបរិស្ថានខេត្តដើម្បីទៅពិនិត្យជាមួយគ្នាជាថ្មីម្ដងទៀតក្នុងនោះផងដែរក្រោយទទួលនៅដំណឹងនេះនៅថ្ងៃទី1ខែធ្នូឆ្នាំ2024លោកអឹមច័ន្ទសោធនអភិបាលស្រុកទឹកឈូក៏បានបញ្ជាក់ឲ្យបានដឹងថានៅថ្ងៃទី2ខែធ្នូឆ្នាំ2024នេះវេលាម៉ោង 3:30 នាទីរសៀលលោកនឹងចុះដល់ទីតាំងដើម្បីពិនិត្យមើលរុក្ខជាតិកម្មរាល់មួយនេះដូចនេះបងប្អូនដែលមានបំណងចូលរួមទស្សនាអាចចូលរួមជាមួយលោកបាន